ហេតុអ្វីបានជាបារាំងធ្វើសន្ធិសញ្ញាបារាំងសៀមឆ្នាំ1867ដើម្បីដោះស្រាយស្ថានភាពនៃប្រជាណាចក្រកម្ពុជាមុននឹងឆ្លើយនឹងសំណួរខ្ញុំសូមរៀបរាប់អំពីសាវតាទំនាក់ទំនងត្រីភាគីរវាងបារាំងកម្ពុជាជាមួយនឹងសៀមនៅថ្ងៃទី11ខែសីហាឆ្នាំ1863បារាំងនិងកម្ពុជាបានចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពពាណិជ្ជកម្មនិងអាណាព្យាបាលបារាំងមកលើកម្ពុជាក្រោយចុះសន្ធិសញ្ញារួចព្រះបាទនរោត្តមដែលជាព្រះជាខ្មែរនៅសម័យនោះព្យាយាមលាក់បាំងព័ត៌មាននេះជាពិសេសពីអាមាត្យនិងជនបង្កប់សៀមនៅក្នុងរាជវាំងឧដុង្គនៅពេលនោះប៉ុន្តែដំណឹងនេះនៅទីបំផុតត្រូវបានបែកការទៅដល់ទីក្រុងបាងកកភ្លាមនោះបន្ទាប់ពីទទួលបានដំណឹងថាកម្ពុជានិងបារាំងបានចុះសន្ធិសញ្ញាអាណាព្យាបាលស្ដេចមង្គតដែលជាស្ដេចសៀមនៅពេលនោះមានការខឹងក្រោធជាខ្លាំងបន្ទាប់ពីទទួលបានដំណឹងនេះហើយព្រះបាទនរោត្តមបានថ្លែងនៅចំពោះមុខអាមាត្យសៀមនៅក្នុងរាជវាំងខ្មែរដោយបញ្ជាក់ឡើងវិញថាព្រះអង្គសពព្រះតីនៅជាព្រះរាជបម្រើឲ្យព្រះចៅសៀមរហូតដល់អស់ជីវិតគ្មានអ្វីប្រែប្រួលទេនៅក្នុងប្រតិយរបស់ព្រះអង្គនៅក្នុងរយៈពេល4ខែបន្ទាប់ពីការចុះហត្ថលេខានោះស្ដេចសៀមបានបង្ខំព្រះបាទនរោត្តមឲ្យចុះសន្ធិសញ្ញារវាងកម្ពុជានិងសៀមដោយដាក់ប្រទេសកម្ពុជាឲ្យស្ថិតនៅក្រោមចំណុះរបស់សៀមហើយសន្ធិសញ្ញានោះត្រូវបានចុះនៅខែធ្នូឆ្នាំ1863នៅឆ្នាំ1864ដំណឹងដែលសៀមបានចាប់បង្ខំឲ្យខ្មែរចុះហត្ថលេខាដាក់ប្រទេសខ្លួននៅក្រោមអាណាព្យាបាលសៀមបានលេចលឺដល់បារាំងនៅទីបំផុតនៅក្នុងឆ្នាំ1867បារាំងនិងសៀមបានចុះសន្ធិសញ្ញាមួយទៀតដើម្បីដោះស្រាយស្ថានភាពនៅប្រទេសកម្ពុជាហើយសន្ធិសញ្ញានោះត្រូវបានចុះនៅទីក្រុងប៉ារីសនៅថ្ងៃទី15ខែកក្កដាឆ្នាំ1867ឆ្លើយតបនឹងសំណួរខាងដើមចម្លើយរបស់សំណួរនេះគឺស្ថិតនៅលើខ្លឹមសារសំខាន់ដែលមានចែងនៅក្នុងសន្ធិសញ្ញារវាងប្រទេសសៀមនិងបារាំងចុះថ្ងៃទី15ខែកក្កដាឆ្នាំ1867នៅក្នុងសន្ធិសញ្ញានោះមានចំនួន9ប្រការប៉ុន្តែខ្ញុំសូមលើកយកចំណុចសំខាន់មករៀបរាប់ជូននៅក្នុងប្រការមួយគេបានចែងយ៉ាងច្បាស់ថាព្រះមហាក្សត្រសៀមទទួលស្គាល់ជាអាឡារឹកនៅអាណាព្យាបាលរបស់ព្រះចៅអធិរាជបារាំងលើប្រទេសកម្ពុជានៅក្នុងប្រការទី2គេក៏បានចែងបន្ថែមទៀតថាសន្ធិសញ្ញានៃការព្រមព្រៀងដែលសៀមនិងខ្មែរបានចុះកាលពីខែធ្នូឆ្នាំ1863ត្រូវបានទុកជាមោឃៈហើយលុបចោលនិងមិនត្រូវអនុញ្ញាតឲ្យរដ្ឋាភិបាលសៀមលើកយកមកតវ៉ាក្នុងពេលអនាគតក្រោមក្របខ័ណ្ឌណាមួយក៏មិនបានឡើយចំណុចទី3ព្រះមហាក្សត្រសៀមបោះបង់តែខ្លួនឯងក៏ដូចជាក្សត្រសៀមស្នងរាជក្រោយទៅទៀតមិនទទួលយកសួយសារកចំនួនឬអ្វីទាំងឡាយផ្សេងទៀតដែលជាសញ្ញាបញ្ជាក់ថាប្រទេសកម្ពុជាជាចំណុះនៃប្រទេសសៀមស្របពេលដែលព្រះចៅអធិរាជបារាំងវិញព្រះអង្គក៏សន្យាថានឹងមិនដណ្ដើមទឹកដីរបស់សៀមដាក់បញ្ចូលទៅក្នុងខេត្តកូសាំងស៊ីនរបស់បារាំងផងដែរនៅក្នុងប្រការ4ខេត្តបាត់ដំបងសៀមរាបនឹងស្ថិតនៅក្នុងទឹកដីរបស់រាជាណាចក្រសៀមហើយបារាំងនឹងគាំទ្រឲ្យមានក្រុមការងារវាស់វែងគូសខ្សែបន្ទាត់ព្រំដែនរវាងប្រជាណាចក្រសៀមជាមួយនឹងអាណានិគមបារាំងនៅឥណ្ឌូចិននៅពេលដែលការកំណត់ព្រំដែនត្រូវបានបញ្ចប់បារាំងនឹងប្រគល់ជូនផែនទីដែលគូសដោយបារាំងទៅឲ្យសៀមទុកជាឯកសារយោងចំណុចទី5ប្រទេសសៀមនឹងមិនចូលឈ្លានពានទន្ទ្រានកាន់កាប់ទឹកដីរបស់កម្ពុជាហើយត្រឡប់មកវិញកម្ពុជាក៏មិនចូលទន្ទ្រានកាន់កាប់ទឹកដីសៀមផងដែរប៉ុន្តែប្រជាជននៃប្រជាជាតិទាំងពីរអាចមានសិទ្ធិសេរីភាពដើរហើរទៅវិញទៅមកនិងធ្វើពាណិជ្ជកម្មរវាងប្រទេសផងទាំងពួងដោយសេរីនៅក្នុងចំណុចទី6នាវាដែលមានដាក់ទង់ជាតិបារាំងគឺមានសេរីភាពពេញលេញក្នុងការធ្វើនាវាចរនៅទន្លេមេគង្គឯកសារនេះត្រូវបានធ្វើឡើងជាពីរភាសាគឺជាភាសាបារាំងនិងភាសាសៀមហើយការផ្លាស់ប្ដូរធ្វើសច្ចាប័ននឹងធ្វើឡើងនៅទីក្រុងបាងកកក្នុងរយៈពេល5ខែបន្ទាប់ពីការចុះហត្ថលេខានេះរួចដូច្នេះសរុបមកវិញមូលហេតុដែលបារាំងធ្វើសន្ធិសញ្ញាជាមួយនឹងសៀមនៅក្នុងខែកក្កដាឆ្នាំ1867ទី1គឺដើម្បីបញ្ជាក់ឡើងវិញថាប្រទេសកម្ពុជាគឺស្ថិតនៅក្រោមអាណាព្យាបាលបារាំងនិងទី2ដើម្បីការពារផលប្រយោជន៍ទាំងសេដ្ឋកិច្ច
ទាំងនយោបាយដែលខ្លួនមាននៅតំបន់ឥណ្ឌូចិនសូមអរគុណចំពោះការតាមដានស្ដាប់ជួបគ្នានៅវីដេអូក្រោយ